គុណប្រចាំឆ្លក់ណាមិនអីទេអាហារចម្អិនជូនលពូគឺសម្រាប់ត្រៀមនៅក្នុងការប្រកួតមែនទេខ្ញុំយកឲ្យគាត់ពិសាមុនដើម្បីស្ទាបស្ទង់យកបាល់ពីគាត់អូមិនចង់ប្រាប់គាត់ថាចូលរួមប្រកួតទេខ្ញុំប្រកាសជាមិនប្រាប់បើសិនជាប្រាប់គាត់នោះប្រកាសជាវីវោហាងចាស់ការមុនជម្រាបតាមក្រោយពេលប្រឡងជាប់ចាំនិយាយប្រាប់គាត់បងស្រីរបស់អូនជាពិធីការនេះនៅក្នុងនោះគេប្រកាសជាដឹងមុនហើយអ្នកដែលចូលរួមប្រកួតមានច្រើនយ៉ាងនេះគាត់ធ្វើយ៉ាងណាទៅចាប់អារម្មណ៍នោះម្យ៉ាងទៀតខ្ញុំឲ្យគេរៀបចំឯកសារឲ្យខ្ញុំដោយលួចលាក់មិនឲ្យគាត់ដឹងទេអូខូចណាស់ណានិយាយឲ្យតែហាត់កន្លះអុកជាមួយខ្ញុំឥឡូវសូវច្បាស់ជាហើមមិនដឹងជាបាត់ទៅណាស់ទេខ្ញុំមានដាវមួយហៅថាស្នេហ៍ស្និទ្ធសុំសិស្សច្បងមើលតែមើលទេវតាដាវចាំជាតិការពារប្រជារាស្ត្រសិច្ចបងតាបងចង់ធ្វើអីហ្នឹងកំពូលអ្នកក្លាហានពាក្យថាកំពូលអ្នកក្លាហានមានពាក្យមួយស័ក្តិសមនឹងបងណាអ្នកក្លាហានដែរយើងទិញឡើងឥឡូវជាហើជាមួយឯងយ៉ាងណាគឺស្រេចតែឯងពេញចិត្តឬកុំពេញចិត្តទេប្រាប់គេមួយម៉ាត់ទៅសិច្ចបងធំរឿងនេះមានអីតាក់ទងនឹងចូលចិត្តមិនចូលចិត្តទេខ្ញុំគិតថាគាត់ដេញសើជាមួយខ្ញុំតែគាត់ធ្វើនេះគឺដើម្បីដាក់ទួតដល់ខ្លួនឯងសិច្ចបងធំគិតមើលតែពេលខ្ញុំចូលមហាវិទ្យាល័យមកក្នុងមួយសប្តាហ៍គឺមកសាលាប្រហែលថ្ងៃពេលដែលឃើញគាត់ម្ដងមិនមែនមនុស្សតែមួយទេចម្លែកណាស់ខ្ញុំសួរបងទៅមើលបើសិនជាបងជួបមនុស្សបែបនេះបងហ៊ានទទួលយកទេបើសិនជាយកជូនលោកប៉ាពិសាលោកប៉ានិយាយថាมันឆ្ងាញ់ខ្ញុំគិតយ៉ាងម៉េចទៅមិនអីទេប្រកាសឆ្ងាញ់ណាខ្ញុំមិនជឿទេបងនិយាយថាខ្ញុំធ្វើអីក៏បងថាឆ្ងាញ់ដែរអញចាំធ្វើអីចំណាំយើងបានទេអញជាពុករបស់សៀវអ៊ីពួកយើងចូលអាឡូអ្នកបងចាំមិននឹងអាឡូអ្នកបងអាឡូឈិនលីវគាត់លេងមាត់ហើយអាឡូឈិនលីវហើយនិយាយទៅសម្រាប់ដៃចោលចាំមិនដឹងហ៎សិច្ចបងពេលនេះបងណែណាមិនឆ្ងាយពីទីនេះមកទេតែពួកឆាប់ឡើងទៅអត់ឆាប់ឡើងទៅកំពុងអ្នកលេងអុកមែនទេណាឥឡូវកផ្ទៃដៃចោលឈិនលីវហេឈិនលីវឈិនលីវកំប៉ះសិស្សច្បាស់យើងហើយជាណាកំកិតច្រើនវាយវាទៅហ៊ានវាយសិស្សបងរបស់យើងផង
nè. Ôi, cầm lên, Nasim. Cầm lên, Nasim. Dặm anh hơi đừng rồi. Dặm anh hai. Chui lên đi mau. Chị Chu, Nasim đây, chị Chu. Bán ơi, Nasim. Bán ơi. Anh, để thuê cầm nọt 2 ព្រាមទៅចាប់ឡើង ចាំ plan ខ្ញុំទៅធ្វើកំណត់ហេតុជាមួយពូលោកខ្ញុំជូនសង្សារខ្ញុំទៅមន្ទីរពេទ្យបានដែរទេឲ្យនេះទៅមន្ទីរពេទ្យនាំទៅ ប្រចាំតិចណាប្រចាំសាច់ច្បងគេចាំមិនហើយគេកំពុងតែពិនិត្យអាណាពួកសាច់ច្បងធំធ្វើកំណត់ហេតុយើងមកមុននឹងណាសាច់ច្បងក៏របួសដែរមើលចាស់យើងមិនទេលោកគ្រូពេទ្យរបួសគាត់ត្រូវការសម្រាកនិងថែទាំកុំធ្វើចលនាខ្លាំងពេកណាហូបចុកកុំប្រៃពេកហិលពេកអរគុណលោកគ្រូពេទ្យអរគុណណាអីចាកុំមកកមើបានទីគួរឲ្យខ្លាចណាស់បានមកបងឆៃទីបងចឹងមិនហើយមានរបួសអីទីមិនអីទេចុះដៃរបស់អូនដៃខ្ញុំមិនអីទេក្រានតែចុកបន្តិចបន្តួចបងកុំបារម្ភអីមិនអីទេហេតុអីក៏បងស្រីដឹងដែរបងជិញគាត់មកលាក់ខ្លួនធ្វើស្អីហេតុអីបានជាត្រូវរបួសដល់ថ្នាក់នេះប៉ះពាល់ខ្លាំងទេមិនអីទេលោកប៉ាគាត់ដឹងទេគាត់មិនដឹងទេកុំប្រាប់គាត់ឲ្យសោះបើគាត់ដឹងប្រកាសជាវីវើហើយពួកឯងធ្វើឲ្យយើងពិបាកចិត្តណាមកពីខ្ញុំការពារនាងបានល្អហ្នឹងឯងដឹងខ្លួនដែរឯណាគ្រូសាស្ត្រយ៉ាពួកគេនៅណាគេនៅប៉ុស្តិ៍ប៉ូលីសចេះណាចេះលីវថ្មីនេះនាងកុំធ្វើអីសម្រាប់សិនទៅណាបិទមែនទេបងឆាតាមពិតខ្ញុំត្រៀមខ្លួនទៅធ្វើការទាំងរបួសដែរចេះនេះនាងនាំចិនលីវនិងសិនចិនឈូទៅវិញទៅទីនេះបកគលឲ្យខ្ញុំបានហើយណាខ្ញុំនៅថែស្វាចិនលីវមែនហើយបងស្រីបងនៅទីនេះលាក់លោកប៉ាសិនទៅ哎，你们怎么又回来了？不是应该小知了来送饭，小景初跟你换班吗？他最近工作太忙了，这丫头一不小心把锅给烧糊了。我想着今天先别让她过来了，出去跟盛景初约个会什么的，放松放松。不是人没事吧？人没事。烧了哪口锅呀？程叔，咱甭管烧了哪口锅，我全都给你换新的。来，吃饭吧。疼不疼啊？不疼。晚上睡觉的时候侧着身，
别压着。嗯。来，吃药。不吃。苦。真的不吃？不吃，比珍珠还真。不要害怕，什么都不用想，我会陪你睡着了，我再走的。我刚才都快被吓死了，幸亏你没事。刘亮，我再也不想看到你受伤了。我也不想看到你受伤了。答应我，以后不要再为我伸出险情了。嗯。不可能。乖乖的闭上眼睛，我陪着你。你想偷吃我柚子糖？这些糖你都没吃？我吃了。其实吧，我小时候就特别爱吃糖，但是吧，老吃，我就爱牙疼，姐姐就不让我吃。但是你给我的糖，我一定会吃，我慢慢吃。慢慢吃，吃一辈子。豆腐加黄瓜最近火了，我家一周吃6次，比吃肉还香。姐，江湖救急呀，姐！
你怎么来这么早啊？你自己一个人在家我不放心，就想早点过来陪你。那你还不赶紧休假？你怎么会扎的？仔细观察，自学成才。洗漱好了，就出来吃早饭。吃什么呀？牛奶，还有面包。对了，聊聊。程叔知道你受伤了。怎么着？模仿我？我掉这个腿，你就得掉个胳膊是吧？随根嘛。嘴还贫呢。都亏你姐告诉我了。你不说我早晚也会知道。你瞒得了初一，瞒得了15吗？我这腿伤了是为了救人。我受伤也是为了救人。对，没错，也是人。对不起，叔叔。ការពារឈិនរីវមិនបានល្អហ្នឹងណា ឯងត្រូវទទួលខុសត្រូវ ខ្ញុំទទួលខុសត្រូវខ្ញុំចង់ឲ្យតែខ្លួនឯងត្រូវរបួសជំនួសនាងទេ ហេតុអីក៏បងនិយាយយ៉ាងនេះ ជប់សំដែងល្ខោនទៅឈិនលីវអាចចេញក្រៅទៅ ខ្ញុំមិនចង់ទៅណាទេ ប៉ាមានការនិយាយជាមួយសិនជីងឈូ និយាយគ្នាទៅ សុំទោសលោកពូគឺខ្ញុំការពារឈិនលីវមិនបាន ឯងនិយាយម្ដងរួចហើយ លោកពូក៏ដោយឈិនលីវក៏ដោយខ្ញុំនឹងជួយថែរក្សាបានល្អ ថែសារបានល្អទេ បាន យើងស្រេកទឹក យើងចុកស្មានណាស់នេះចុងជើងប្រឡាក់អស់ហើយសិនជាឈួរឲ្យកបិតមកយើងចម្លាក់មិនមែនជាការងារទេឈិនលីគេចូលចិត្តមើលយើងឆ្លាក់តាំងពីតូចពេលធម្មតាយើងឲ្យគេញ៉ាំវីតាមីន C ញ៉ាំផ្លែឈើស្រស់សាច់ជ្រូកសរសៃជើងជ្រូកដើម្បីបើខ្លួនតែប៉ុណ្ណោះទេឃើញទេស្អាតទេ ពិតជាអស្ចារ្យមែន ពេលមើលទៅស្វាងភ្នែកទេ ស្វាងភ្នែកមែន ឈិនលីវនៅឈឺទេ មិនឈឺទេ មិនឈឺចង់ដៃយ៉ាងនេះមិនឈឺទេ លោកប៉ាក៏ចង់ជើងដែរ ឯងនៅថាប៉ាឈឺប៉ុណ្ណាសិនជាឈួរពូមិនមែនបន្ទោសឯងទេមកពីពូពិតជាស្រឡាញ់ឈិនលីវតាំងពីតូចនាងតែតែគិតដល់អ្នកដតីសុខចិត្តលំបាកខ្លួនឯងក៏មិនឲ្យអ្នកដតីពិបាកដែរនោះហើយឯងត្រូវថែរក្សានាងបានល្អ ខ្ញុំដឹងហើយ អ្វីដែលយើងប្រាប់ឯងមិនចាំទេ ចាំហើយ ឯងនិយាយពីសុខកំណត់របស់ឯងទៅមើល អ្នកបំរើ អ្នកបំរើអើ
Xin liu à, càng nghĩ anh bạch thưa tí, bà miễn em xuống mình sẽ bài chết ai từ tu khó trừ, ai mượn một dương mọ. Thải mượn một dương. Rubum toàn chế cầm thua ấy nè. Cóរបស់ខ្ញុំមិនសូវជាឈឺប្រហែលទីម្យ៉ាងទៀតខ្ញុំក៏ចង់ឲ្យស្មារបស់ខ្ញុំកម្រាស់ខ្លះដែរ កិច្ចការទាំងនេះទៅឲ្យបងធ្វើ ខ្ញុំត្រូវការហាន់ជាចំណិតចំណេះបងដឹងទីវិធីធ្វើឲ្យម្ហូបឆ្ងាញ់គួរធ្វើយ៉ាងម៉េចខ្លះគឺបន្លែត្រៀមបន្លែឲ្យបានរួចរាល់បានន័យថាកិច្ចការបានសម្រេច 90% ខ្ញុំមើលតាមអ៊ីនធឺណិតពីបញ្ហាការប្រកួតម្ហូបអាហារពេលវេលាសម្រាប់ធ្វើម្ហូបមួយមុខមានរយៈពេល30នាទីរហូតដល់45នាទីបើសិនជាថាឲ្យខ្ញុំគ្រប់1ម៉ោងខ្ញុំនឹងធ្វើម្ហូបត្រជាក់មួយម្ហូបក្តៅមួយហើយនឹងសម្លមួយពីមុននៅផ្ទះធ្វើម្ហូបគឺតាមតែចិត្តនឹកឃើញហេតុនេះហើយខ្ញុំត្រូវតែរៀនវឹកវើតាមពេលវេលាកំណត់ទៅបានបើមិនអញ្ចឹងទេខ្ញុំច្បាស់ជាចាញ់គេហើយឈិនលីអូនពិតចូលរួមในការប្រកួតមែនណាពិតមែនណាចុះរបួសអូនគិតមិនខ្ញុំបានទៅចុះឈ្មោះហើយខ្ញុំត្រូវតែចូលរួមចា៎ពេលដែលរបួសអូនជាហើយបងនាំអូនទៅចូលរួមในការប្រកួតកន្លែងផ្សេងទៀតបងយល់ថានេះគ្រាន់តែជាកម្មវិធីតាមអ៊ីនធឺណិតតែប៉ុណ្ណោះលើកមុនក្រោយពីបងបញ្យល់ខ្ញុំក៏គិតយ៉ាងច្បាស់នេះគឺជាឆាកជីវិតរបស់ខ្ញុំឬមួយចង់និយាយថាចំពោះមុខនេះជាជំរឿយ៉ាងត្រឹមត្រូវសម្រាប់ខ្ញុំពីព្រោះខ្ញុំចូលចិត្តធ្វើម្ហូបហេតុនេះហើយចូលរួមការប្រកួតនេះអាចជាការចាប់ផ្ដើមនៃឆាកជីវិតរបស់ខ្ញុំឬមួយថាអនាគតរបស់ខ្ញុំបាននិយាយឲ្យចំទៅនោះគឺជាកលាអុកស៊ឺហ្វាន់នៃឆាកជីវិតខ្ញុំទោះជាលទ្ធផលយ៉ាងណាក៏ដោយឬមួយថាប្រឡងលើកទី1គេដកខ្ញុំចេញក៏ខ្ញុំសុខចិត្តដែរព្រោះតែមានបងបានជាខ្ញុំតាំងចិត្តចុះឈ្មោះបើសិនជាថាចង់ដកខ្លួនឥឡូវនេះខ្ញុំមិនដឹងថាខ្ញុំហ៊ានទៅប្រកួតឬក៏មិនហ៊ានម្យ៉ាងទៀតរយៈពេលប្រកួតនៅសល់ពេលច្រើនដែររបួសរបស់ខ្ញុំមិនធ្ងន់ធ្ងរទេដល់ពេលនោះខ្ញុំប្រហែលជាជាទាំងស្រុងហើយតាបានទេសង្សារខ្ញុំថ្ងៃនេះប្រើដៃរយៈពេលយូរយ៉ាងម៉េចដែរតាមពិតដូចជាមិនអីទេខ្ញុំត្រូវតែឲ្យវាទម្លាប់បន្ទាប់មកស្មាខាងឆ្វេងមិនទាន់រហ័សហើយបើសិនជាតាមល្បឿននេះមិនហួសពេលទេនោះបានន័យថាខ្ញុំប្រើបន្លែរៀបចំមិនបានហ្មត់ចត់អញ្ចឹងការប្រឡងលើកទី1ប្រហែលជាត្រូវធ្លាក់ហើយបងធ្វើជាកូនក្បិតរបស់អូនបងចេះហាន់បន្លែដែរបងឲ្យកពូគ្រូបញ្យល់បងយល់ថាបញ្ញារបស់បងនេះអាចយឺនឆាប់ចេះមិនឲ្យអូនខកការនោះទេបងចេះហាន់បន្លែដែរការប្រកួតលើកនេះអូនត្រូវតែមានជំនួយការបងក៏ដឹងថាអូនចង់ចូលរួមការប្រកួតគឺបងមិនចង់ឲ្យអូនចាំយូរពេកទេបងបានធ្វើលិខិតស្នើសុំរួចទៅហើយណា
ជើងអាចប្រកួតអុកមកធ្វើជាជំនួយការពិតជាអន់ពេកទេដឹង អន់ក៏ដើម្បីអូនដែរ ខ្ញុំយល់ថាអន់យ៉ាងណាក៏ធ្វើឲ្យល្អមើលដែរ បងធ្វើដៃឆ្វេងរបស់អូនក៏មិនអត់ដែរ សិនជីងឈូខ្ញុំយល់ថាបងប្លែក ខ្លាចទៅជាយ៉ាងណា និយាយច្រើនជាងមុន បានបងបាត់មាត់ ខ្ញុំប្រាប់ហើយកុំឲ្យឯងមកជប់លពូឈិនឯងមកធ្វើអីទៀត យើងនៅខឹងទៀតហ៎ ឈប់ខឹងយូរហើយ ចុះហេតុអីមកឲ្យខ្ញុំទៅជួបគាត់ ខ្ញុំគិតថាឯងធ្វើឲ្យបង្ខាត់ពេលវេលាខ្លួនឯងពេលដែលទើបតែស្គាល់ឯងទើបនឹកឃើញថាឯងដោយការដែលខ្ញុំទើបតែចាប់មហាវិទ្យាល័យប្រកាសកំណត់ខ្លួនឯងក្រែងមកនៅហាងបាយតើឯងបានធ្វើអីខ្លះ តាមស្រឡាញ់នាង ខ្ញុំប្រាប់ឯងរួចហើយតាអត់ប្រយោជន៍ទេមូលហេតុដែលយើងឲ្យឯងនៅក្នុងហាងបាយគឺឲ្យឯងមានកន្លែងសម្រាប់ស្នាក់នៅហើយយកចិត្តទុកដាក់រៀនកន្លះអស់ក្រែងខ្លួនឯងថារកគ្រូមែនទេឯណាគ្រូ គាត់មិនព្រមទទួលខ្ញុំទេ មិនក៏ម្សារបស់និយាយជាមួយគាត់ឲ្យស្មោះត្រង់បន្តិចទៅមែន ប្រហែលជាខ្ញុំនិយាយមិនទាន់ត្រង់ទាំងអស់ ចំពោះប្រាថ្នារបស់ខ្លួនឯងក៏គ្មានការស្មោះស្ម័គ្រដែរនោះបានន័យថាឯងគឺជាក្មេងមិនទាន់ធំពេញវ័យអ្វីៗគឺបានតែនិយាយប៉ុណ្ណោះ ខ្ញុំពេញវ័យហើយតើខ្ញុំអាចបញ្ជាក់ឲ្យនាងមើលណា មិនចាំបាច់ធ្វើឲ្យខ្ញុំមើលទេបញ្ជាក់ឲ្យខ្លួនឯងមើលទេ បងទេពធីតាអរគុណហើយនាងនិយាយច្រើនជាមួយខ្ញុំនាងប្រាប់ខ្ញុំរឿងទៅនេះបានន័យថានៅយកចិត្តទុកដាក់នឹងខ្ញុំខ្ញុំស្រឡាញ់នាង បងពិតជាមិនព្រមទទួលខ្ញុំជាសិស្សមែនទេ មិនមែនតែឯងមួយទេអ្នកណាក៏ខ្ញុំយកធ្វើជាសិស្សដែរ យកខ្ញុំសម្រាប់សាកល្បងក៏បានដែរឲ្យតែបងព្រមទទួលខ្ញុំរៀនបានល្អឬមិនល្អខ្ញុំទទួលខុសត្រូវ លោកគ្រូល្អច្រើនណាស់ហេតុអីបានជាឯងចង់រៀនតែជាមួយខ្ញុំ ខ្ញុំបានមើលឃើញការប្រកួតរបស់បងទាំងការសម្ភាសទាំងការប្រកួតស្ថានភាពរបស់បងគ្មានណាអាចប្រៀបបានទេមានតែបងទេណាដែលធ្វើខ្ញុំមើលឃើញជាអ្នកលេងអុកពិតប្រាកដត្រូវមានសារជាតិដូចជាបងយ៉ាងអញ្ចឹងទើបបាន មិនបានខ្ញុំមិនសន្និដ្ឋានថាខ្ញុំជាគ្រូល្អម្នាក់ទេ បើបងបរៀនបានល្អគិតយ៉ាងម៉េច មានសង្ឃឹមទេខ្ញុំធ្វើអ្វីដែលខ្ញុំមានលទ្ធភាពត្រូវធ្វើ ខ្ញុំគ្រាន់តែចង់លេងអុកការដែលខ្ញុំនៅបរទេសខ្ញុំគ្មានញាតិមិត្តនៅក្បែរគ្មានបងប្អូនគ្មានអ្នកណាលេងជាមួយខ្ញុំទេតែមានតែពេលខ្ញុំលេងអុកខ្មៅសទើបខ្ញុំមានអារម្មណ៍យល់ថាខ្លួនឯងមិនអបសុកឯកោបើមិនមែនក្របអុកសខ្មៅខ្ញុំពេលនេះប្រហែលជាមនុស្សតាលតោលតាមផ្លូវហើយនេះគឺ
គឺជាពាក្យក្នុងចិត្តរបស់ខ្ញុំបើខ្ញុំមិនរៀនកលាអុកចឹងខ្ញុំឃ្លាតពីអាដាមកតេរបស់ខ្ញុំក៏កាន់តែឆ្ងាយខ្ញុំនិយាយពាក្យដដែលណាក្រៅពីបងខ្ញុំមិនទៅរៀនជាមួយអ្នកណាទៀតទេខ្ញុំស្រឡាញ់អុកសខ្មៅណាអាល្អិតនេះតាមរងឯងតាពីកាលណានឹងឯងរយៈពេលមួយដែរហេតុអីមិនទទួលគេទៅខ្ញុំកាញ់ធ្វើឲ្យគេអស់សង្ឃឹមហើយជីងឈួរឯងក៏ដូចជាចៅខើអញ្ចឹងចង់តែធ្វើល្អបំផុតហើយតើឯងមានបានគិតទេអ្នកដែលថាខ្លួនឯងមិនអាចធ្វើជាគ្រូល្អគេគិតយ៉ាងម៉េចទៅបើសិនជាម្នាក់គឺមិនព្រមបង្រៀនដល់កូនសិស្សអញ្ចឹងកលាអុករបស់យើងស្នងទៅឲ្យអ្នកណាទៀតពិតមែនហើយយើងបានអនុញ្ញាតឲ្យឯងមិនចាំបាច់ហើយក៏មិនប្រកាសថានឹងទទួលយកសិស្សក៏ប៉ុន្តែឯងមើលឆាងអានមើលពួកគេម្នាក់ពេលចេញធ្វើគ្រូបង្ហាត់គេលេងអុកតើឯងគឺមានពិចារណាទេខ្លួនឯងគឺជាគ្រូល្អឬយ៉ាងម៉េចឲ្យតែខ្លួនឯងព្រឹកអស់ពីកម្លាំងកាយចិត្តវាគ្រប់គ្រាន់ណាស់ទៅហើយក្នុងនាមជាគ្រូត្រូវតែយកចិត្តមកប្រៀបជាមួយអ្នកដទៃបើសិនជាឯងបានត្រៀមខ្លួនរួចទៅហើយឯងគឺយកចិត្តទុកដាក់បង្រៀនក្នុងនាមជាគ្រូពិតប្រាកដចង់បង្ហាត់បង្រៀនចង់បញ្យល់ឲ្យគេយល់នេះហើយគឺជាគ្រូល្អបំផុតជីងឈូកាត់បន្ថយស្ពានក្នុងចិត្តរបស់ខ្លួនឯងទៅនៅចាំអីទៀតលោកគ្រូអញ្ជើញភាសាតែយ៉ាងម៉េចដឹងយ៉ាងម៉េចដឹងគ្មានអីទេសប្បាយចិនរំភើបចិនកុំយំជូនទឹកតែលោកគ្រូតាទៅលោកគ្រូតាភាសាតែហើយយើងចាស់ជ្រុលពេកហើយអូលោកគ្រូអ៊ំភាសាតែលោកគ្រូពូភាសាតែណែនាងអ៊ំស្រីហៅថាមិនដឹងហៅបងស្រីមិនសមទេខ្ញុំសោកចិត្តកុំហៅខ្ញុំចាស់ពេកយើងទៅពីជាបងប្អូនតែបងស្រីជិះភាសាតែអរគុណអាណាលោកគ្រូពូយ៉ាវខើចេញទៅបាត់ហើយណាអញ្ចឹងសល់បន្ទប់មួយតើមែនទេខ្ញុំអាចនៅទីនេះបានទេឯងចង់បញ្ជាក់យើងហ៎ខ្ញុំនឹងបងស្លាយជុំបន្ទប់ហើយនឹងបងស្លាយផ្ទះបរិយាកាសនៅទីនេះល្អសម្បើមណាស់មែនទេហើយយ៉ាចង់នៅទៅសល់តែមួយទេថ្ងៃនេះខ្ញុំរើមកនៅទីនេះឯវត្តរបស់ខ្ញុំតែទៀតនិយមមកទីនេះហើយល្អទីផុតយើងគ្រប់ជើង4នាក់តែទៀតឯងលេងមកចាំកំដៅពូយសិនតើបានដែរទីនឹងអត់បញ្ហាប្រយុទ្ធដល់ទីបញ្ចប់មិនណាមកនឹងណាតែយើងណែលោកគ្រូមិនណាចាំឡើងយើងត្រូវប្រាប់ឯងឲ្យដឹងណាប្រហែលថ្ងៃនេះក៏មករំខានយើងលោកគ្រូអ៊ំគាត់បង្រៀនឯងហេតុអីទៅយើងមានកិច្ចការសំខាន់បាទលោកគ្រូណាថ្ងៃ
ថ្ងៃក្រោយជួបគ្នាបានជួបលោកគ្រូហើយទំនប់អាក្រក់បាច់ជារៀនហើយត្រូវតែខំរៀនលោកពូជីឈួរទិញអីមកចាំម្លេះឯងមកមើលអ្នកជំងឺទិញដំឡូងឆឹងមកធ្វើអីខ្ញុំគិតថាបើចិត្តតែចិត្តផ្លែឈើខ្លាចក្រែងពិបាកបំរើឈិនលីវម្ល៉េះហើយខ្ញុំគួរតែរៀនចិត្តបន្លែធ្វើមកហូបយ៉ាងហោចណាស់ក៏ចេះធ្វើបន្លែសិនដែរមានបញ្ហាអីខ្ញុំចំណងរួចហើយផ្ញើក្នុងអ៊ីមែលខ្ញុំដឹងហើយខ្ញុំទើបទទួលបានដំណឹងមួយមិនដឹងថាល្អឬអាក្រក់ទេណាបើកម្មវិធីមានសិនជាឈូចូលរួមវាពិតជាធ្វើឲ្យមានមនុស្សចាប់អារម្មណ៍ច្រើនណាស់រឿងធំយ៉ាងនេះលាក់ក៏លាក់មិនចិត្តដែរចាស់មែនខ្ញុំពិនិត្យអ្នកមកចុះឈ្មោះឈិនលីវមុននឹងមានរឿងហេតុការណ៍ឡើងបានចុះឈ្មោះរួចទៅហើយរបួសលើកដៃមិនតន់ជាហ៊ានចុះរួមប្រកួតផងឯងសិនចិញ្ឈូហេតុអីចេះតែបដោះនេះយ៉ាងនេះដូចជាសង្កេតជ្រុលរឿងនេះត្រូវដោះស្រាយជាមួយលោកប៉ាយ៉ាងណាមកវិញហើយពេលនេះសម្រាប់ចិត្តចូលរួមប្រកួតមែនទេបងកុំខាំងអីមុននេះខ្ញុំមិនបានប្រាប់បងមិនខាំងអីទេបងចង់ដឹងថាជាកំណត់ឯងយ៉ាងណាហេតុអីបានជាឯងចុះឈ្មោះចូលរួមប្រកួតខ្ញុំចូលចេញបងនៅចាំការដែលឯងបញ្ចប់ការសិក្សាឯងធ្វើការនៅក្នុងហាងកាហ្វេបងសួរថាហេតុអីបានជាធ្វើការហាងកាហ្វេឯងថាឯងចូលចិត្តនោះមិនជាការងារដែលមានអនាគតសម្រាប់ឯងឥឡូវនេះឯងនៅក្នុងក្រុមហ៊ុនសង្គមពេលនេះគឺជាបុគ្គលិកពេញសិទ្ធទៅហើយអនាគតទៅមុខនៅវែងឆ្ងាយពិតជាល្អណាស់ឯងយកចិត្តទុកដាក់លើការងារជាអ្នកសារព័ត៌មានការងាររបស់ឯងមានថេរភាពហើយក៏អាចប្រាប់ឲ្យសិនជាឈូចូលរួមការប្រកួតដេញអុកមានអីមិនល្អទេម្យ៉ាងទៀតបើសិនជាឯងចង់ចូលរួមការប្រកួតចម្អិនអាហារឯងត្រូវគិតដល់របួសខ្លួនឯងផងបងស្រីបងនិងលោកប៉ាមានដឹងពីអារម្មណ៍របស់ខ្ញុំយ៉ាងណាទេតាំងពីទៅដល់ធំខ្ញុំតែងតែធ្វើតាមអ្វីដែលបងនិងលោកប៉ាឲ្យខ្ញុំធ្វើហើយចូលចិត្តឲ្យខ្ញុំធ្វើការនៅព្រោះទៅចូលសាលាមុខវិជ្ជារៀនទៅមិនល្អត្រូវលោកប៉ាស្ដីឲ្យមកយំចំណែកខ្ញុំចូលចិត្តដាំផ្កាដាំស្មៅថ្ងៃដាំផ្កាពេលនោះខ្ញុំក៏ចង់រៀនធ្វើម្ហូបដែរលោកប៉ាថាបន្ទប់បាយមិនជាធំប្រមាណហើយគាត់ថាខ្ញុំទ្រាំលំបាកមិនបានទីបងក៏មិនចង់ឲ្យខ្ញុំចូលផ្ទះបាយដែរតែឥឡូវនេះបងក៏ជាពិធីការនីផ្នែកប្រកួតចម្អិនអាហារដែរហេតុអីបានជាខ្ញុំចង់ធ្វើម្ហូបបានជាធ្វើមិនបានបងខ្លួនឯងក៏ធ្វើខុសពីគោលបំណងរបស់បងកាលពីមុនដែរ
ឈិនលាវឯងចូលចិត្តចម្អិនអាហារមែនទេ ខ្ញុំតែងតែយល់ថាអាហារអាចសម្រួលផ្លូវចិត្តមនុស្សម្នាក់ចេះដាំបាយធ្វើម្ហូបដល់ពេលនោះខ្ញុំចម្អិនអាហារជូនបងនិងលោកប៉ាឥឡូវនេះខ្លាឃ្មុំញ៉ាំម្ហូបអាហាររបស់ខ្ញុំក៏សប្បាយចិត្តដែរថ្ងៃក្រោយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាញ៉ាំអាហារដែលខ្ញុំចម្អិនហើយនឹងធ្វើឲ្យយើងទាំងអស់គ្នាកាន់តែសប្បាយចិត្តថែមទីឯងមិនធំប្រមាណតែគំនិតគិតវែងឆ្ងាញ់ណាស់ នោះក៏មកពីអ្នកទាំងអស់គ្នាមិនទាន់យល់ពីអារម្មណ៍របស់ខ្ញុំបើមិនមែនសិនជីងឈូមួយជីវិតនេះខ្ញុំក៏ប្រហែលជាមិនបានចូលរួមការប្រកួតចម្អិនអាហារដែរសុំទោសផងបងសុំទោសអញទៅចាស់បងស្រីឯកភាពឲ្យអញទៅប្រគល់ប៉ុន្តែ